ស្ត្រីជនជាតិដើមភាគតិចដែលមានដីកាកោះហៅពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនត្រូវបានតុលាការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយខេត្តក្រចេះអ្នកស្រីខាត់បនរស់នៅភូមិខ្សឹមក្នុងឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះដែលមានដីកាកោះហៅពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនត្រូវបានតុលាការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយនៅរសៀលថ្ងៃទី27ខែតុលាឆ្នាំ2025កន្លងទៅនេះស្ត្រីជនជាតិដើមភាគតិចដែលមានមូលដ្ឋានខាងលើនេះបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះហៅរបស់សាលាដំបងខេត្តក្រចេះនៅវេលាម៉ោង2រសៀលថ្ងៃទី27ខែតុលាឆ្នាំ2025ដែលមានក្រុមគ្រួសាររបស់អ្នកស្រីរួមនឹងប្រជាពលរដ្ឋជិតខាងមួយចំនួនក៏បានជូនដំណើរទៅដល់សាលាដំបងខេត្តក្រចេះក្រោយពីបញ្ចប់ការសាកសួររបស់តំណាងអាយកាអមសាលាដំបងខេត្តក្រចេះស្ត្រីជនជាតិដើមភាគតិចម្នាក់នេះក៏ត្រូវបានគេអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញសិនដោយមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីមូលហេតុនៅឡើយទេបើតាមការបញ្ជាក់របស់អ្នកស្រីនិងកូនស្រីម្នាក់ទៀតដែលត្រូវបានតុលាការហៅទៅសួរនាំដែរនោះបានឆ្លើយតបថាក្រុមគ្រួសាររបស់អ្នកស្រីមិនដែលបានស្គាល់ឈ្មោះសុកជាដែលជាមុខសញ្ញាជួញដូរគ្រឿងញៀននោះឡើយហើយក៏មិនមែនជាសមាជិកក្រុមគ្រួសាររបស់អ្នកស្រីឬក៏សាច់ញាតិបងប្អូននោះដែរប៉ុន្តែមិនដឹងមូលហេតុអ្វីបានជាឈ្មោះឬក៏អត្តសញ្ញាណប័ណ្ណរបស់អ្នកស្រីជាប់នឹងលេខទូរស័ព្ទនោះដែលអ្នកស្រីមិនដែលបានប្រើប្រាស់ឬក៏សមាជិកនៅក្នុងក្រុមគ្រួសារនេះមិនដែលស្គាល់មិនដែលបានប្រើប្រាស់លេខទូរស័ព្ទនោះដែរគូបញ្ជាក់ផងដែរថាអ្នកស្រីខាត់បូនត្រូវបានលោកជេងសលសម្បត្តិចៅក្រមស៊ើបសួរសាលាដំបងខេត្តក្រចេះបានចេញដីកាបង្គាប់ឲ្យចូលខ្លួនដើម្បីសួរចម្លើយពីដំណើររឿងជួញដូរដោយខុសច្បាប់នៅសារធាតុញៀនប្រព្រឹត្តតាមរយៈលេខទូរស័ព្ទនិងតាមក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំសាខាស្រុកស្នួលខេត្តក្រចេះកាលពីខែមករាឆ្នាំ2025និងថ្ងៃទី5ទី7កក្កដា2025